សាច់រឿងបន្តឡើងនៅពេលដែលពួកគេបានយកឈ្នះទៅកាន់មេបិសាចនៅក្នុងជាន់ទី80បន្ទាប់ពីបានសម្លាប់នៅមេបិសាចនេះមួយក្បាលនោះហើយនោះវាក៏បានប្រែក្លាយទៅជារូបរាងដើមតែតាមពិតទៅវាគឺជាបិសាចឆ្មាមួយក្បាលដែលមូលហេតុដែលវាខ្លាចបន្លំធ្វើជាអ្នកបែបនេះក៏គ្រាន់តែចង់ឲ្យពួកមនុស្សហ្នឹងខ្លាចវាប៉ុណ្ណោះនេះប្រសិនបើជាបិសាចនេះពិតមែនណាពួកគេមិនងាយចាត់ការបែបនេះនោះទេហើយបន្ទាប់ពីស្ថិតក្រោមការត្រួតពិនិត្យរបស់អាមេលីរូយ៉ៃគេក៏បានកត់សម្គាល់អំពីអត្តសញ្ញាណរបស់វាដែលវាគឺជាអំបូរបិសាចឆ្មាមួយក្បាលដែលមានឈ្មោះថា Black Cat ឃើញបែបនេះអាគីរ៉ាក៏បានដឹងភ្លាមថាអាមេលីក៏មាននៅផ្នែកពិសេសដូចគេដែរនៅក្នុងការត្រួតពិនិត្យនៅអ្វីមួយក៏ប៉ុន្តែគេគឺខុសពីនាងផ្នែកពិសេសរបស់គេគឺពិបាកនៅក្នុងការគ្រប់គ្រងខ្លាំងមែនទែននេះប្រហែលជា level របស់គេមិនទាន់គ្រប់គ្រាន់ដែរមើលទៅបានជាវាពិបាកបែបនេះលឿនអញ្ចឹងនាងក៏បានប្រាប់ទៅកាន់គេថាមិនមែននោះទេវាក៏ព្រោះតែគេហ្នឹងគឺមិនទាន់ទទួលស្គាល់វាក៏ដូចជាបើកចិត្តនៅក្នុងការប្រើប្រាស់វាទើបបានជាគេមិនអាចប្រើប្រាស់វាបានបែបនេះដែលជំនឿមួយនេះពឹងផ្អែកទៅកាន់ការផ្ដោតអារម្មណ៍ខ្លាំងមែនទែនប្រសិនបើគេមិនមានស្មារតីរឹងមាំទេនោះគឺមិនអាចប្រើប្រាស់វាបាននោះឡើយនិយាយបានតែប៉ុណ្នេះក៏ស្រាប់តែបិសាចឆ្មាមួយក្បាលនោះក៏បានងើបឡើងវិញរួចក៏បានធ្វើការណែនាំខ្លួនដែលថាវានឹងគឺជាប្រភេទបិសាចដែលកំពុងពោះខ្លាំងមែនទែននឹងត្រូវបានបង្កើតឡើងដោយស្ដេចបិសាចដែលផ្ទាល់ក៏ប៉ុន្តែវាមិននឹកស្មានថាថ្ងៃនេះបែរជាត្រូវចាញ់នៅក្រោមដៃមនុស្សដូចជាគេទៅវិញនេះគឺពិតជារឿងដែលគេមិននឹកស្មានដល់ពិតមែនណាស់ហើយបើជ្រុលជាចាញ់ទៅហើយគេអាចសម្លាប់ខ្លួនបានគ្រប់ពេលក៏ប៉ុន្តែមុនពេលស្លាប់គេក៏មានអាសាមួយដែលផ្ញើមកពីស្ដេចបិសាចចង់ប្រាប់តែកាន់ឯងដូចគ្នាអាគីរ៉ាយើងនឹងរងចាំទៅការមកដល់របស់ឯងគ្រប់ពេលនៅក្នុងវិមានស្ដេចបិសាចលើបែបនេះគេគឺពិតជាឆ្ងល់ខ្លាំងមែនទែនហេតុអីបានជាស្ដេចបិសាចស្គាល់ខ្លួននេះមិនមែនតែគេអាចស្មានដឹងរួចទៅហើយទេមែនទេថាខ្លួននឹងអាចកម្ចាត់នៃជាន់មួយនេះបានលើបែបនេះបិសាចឆ្មាំមនុស្សក៏បានតមកវិញគេក៏មិនដឹងដូចគ្នាការគិតរបស់ស្ដេចបិសាចវាគឺវែងឆ្ងាយជាជាងអ្វីដែលពួកគេបានគិតទៅទៀតនិយាយចប់គេក៏បានបដូរខ្លួនទៅនឹងដីរួចក៏បាននិយាយទៅកាន់ពួកគេថាណាស់ហើយខ្ញុំគ្មានអ្វីនិយាយច្រើនទេនោះទេពួកឯងអាចសម្លាប់ខ្ញុំបានភ្លាមអាគីរ៉ាក៏បានគិតថាខ្លួនមិននឹងអាចដាច់ចិត្តសម្លាប់ឆ្មាដ៏ខ្ជូតដូចជាគេបានទៅនេះគេក៏ដឹងផងដែរថាឯងមានឈ្មោះជាបិសាចពិតមែនក៏ប៉ុន្តែសារធាតុរបស់ឯងគឺមិនអាក្រក់នោះទេអញ្ចឹងហើយគ្មានផ្លូវនោះទេដែលយើងនឹងសម្លាប់ឯងនោះក៏ប៉ុន្តែប្រសិនបើមេបិសាចនៅក្នុងជាន់មួយនេះមិនស្លាប់នោះទេទ្វារក៏នឹងមិនបើកដូចគ្នាដែរចឹងហើយភ្លាមហ្នឹងពួកគេក៏បានសម្រេចចិត្តថានឹងយកវាធ្វើជាសត្វចិញ្ចឹមក៏ព្រោះថាប្រសិនបើវាខ្លាចទៅជាសត្វចិញ្ចឹមរបស់គេហើយនោះក៏មានន័យថាមេបិសាចនៅក្នុងជាន់មួយនេះត្រូវបានកំចាត់ដូចគ្នាឬបែបនេះវាក៏បានតបមកកាន់គេវិញថាវិធីមួយនេះមើលទៅហាក់ដូចជាបានផលក៏ប៉ុន្តែអាគីរ៉ាឯងត្រូវគិតឲ្យបានច្បាស់ប្រសិនបើបរាជ័យវិញនោះមិនថាយើងឬមួយក៏ឯងនោះទេសុទ្ធតែត្រូវស្លាប់លើបែបនេះអាមេលីក៏បានធ្វើការហាមឃាត់ទៅកាន់គេផងដែរក៏ប៉ុន្តែមើលទៅកាន់អាគីរ៉ាគឺបានសម្រេចចិត្តរួចទៅហើយភ្លាមគេក៏ចាប់ផ្ដើមប្រមូលផ្ដុំនៅធម្មពលតបជាប់ជាមួយនឹងវិញ្ញាណរបស់សត្វឆ្មាមួយក្បាលនោះរួចក៏អាចឆ្លងចូលទៅកាន់ការគិតឬមកក៏យើងស្គាល់ថាគឺជាសតិសបញ្ញៈរបស់វិញ្ញាណឆ្មានៅពេលចូលទៅដល់គេក៏បានជួបជាមួយនឹងចិត្តបិសាចរបស់សត្វឆ្មាមួយនោះហើយមិនចាំយូរសត្វឆ្មាមួយនោះក៏បានបាក់ការវាយប្រហារមកកាន់គេដែលបានធ្វើឲ្យគេក៏រងរបួសចេញពីការវាយប្រហារមួយនោះបន្តិចបន្តួចផងដែរជាមួយនឹងគ្នានោះវាក៏បានស្រែកប្រាប់មកកាន់គេផងដែរថាឲ្យសម្លាប់វាភ្លាមទៅប្រសិនបើវាមិនស្លាប់ទេនោះគេក៏មិនអាចចាក់ចេញពីទីនេះបានផងដែរហើយប្រសិនបើគេត្រូវស្លាប់នៅទីនេះរូបរាងកាយរបស់គេនៅខាងក្រៅក៏ត្រូវស្លាប់ដូចគ្នាអញ្ចឹងហើយប្រសិនបើឯងចង់មានជីវិតចាក់ចេញពីទីនេះឆាប់សម្លាប់យើងភ្លាមមកនិយាយរួចវាក៏បានប្រើប្រាស់នៅធម៌ពលរបស់វាបើការវាប្រហារជាលើកចុងក្រោយទៅកាន់អាគីរ៉ាដែលស្របពេលជាមួយនឹងគ្នានោះផងដែរអាគីរ៉ាគឺមិនបានតបតទៅកាន់វាវិញនោះទេដែលគេគឺព្រមទទួលនឹងការវាប្រហារមួយនោះពេញដែលមិនតបតអ្វីទាំងអស់រួមជាមួយនឹងស្នាមញញឹមដែលទង្វើមួយនេះក៏បានធ្វើឲ្យសត្វឆ្មាមួយនោះភ្ញាក់ពីកំហឹងរបស់ខ្លួនត្រឡប់មកវិញរួចនៅចុងក្រោយវាក៏បានបើកចិត្តព្រមទទួលយកគេធ្វើជាម្ចាស់របស់ខ្លួនបន្ទាប់ពីបានចេញមកដល់ផ្នែកខាងក្រៅពួកគេក៏បានធ្វើការណែនាំខ្លួនសារជាថ្មីក្នុងនាមជាមិត្តនឹងគ្នាក៏ដូចជាបានរកនៅឈ្មោះមួយដាក់ឲ្យទៅកាន់វាផងដែរដែលពួកគេបានដាក់ឈ្មោះឲ្យវាថាគឺជាណៃសាច់រឿងក៏បានកាត់មកផ្នែកម្ខាងទៀតនៃក្រុមវីរៈបុរសរបស់យើងឯណែវិញបន្ទាប់ពីធ្វើដំណើរអស់ពេលយ៉ាងយូរពួកគេក៏បានមកដល់នគរមួយផ្សេងទៀតដែលនៅទីនេះគឺពិតជាអ៊ូអរខ្លាំងមែនទែនមាននឹងមនុស្សម្នារស់នៅជាច្រើនកកជាមួយគ្នានោះមនុស្សម្នានៅទីនេះគឺពិតជារាក់ទាក់មកកាន់ពួកគេយ៉ាងខ្លាំងដែលធ្វើឲ្យពួកគេគឺពិតជាសប្បាយរីករាយខ្លាំងណាស់ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយពួកគេក៏មិនភ្លេចនៅគោលដៅរបស់ខ្លួនដែរនៅក្នុងការតាមរកអាគីរ៉ាឲ្យចូលក្រុមជាមួយនឹងខ្លួនជាពិសេសគឺជាគោលដៅរបស់ពួកគេនៅក្នុងការតាមសម្លាប់ស្ដេចបិសាចដើម្បីឲ្យពួកគេត្រឡប់ទៅកាន់ពិភពលោករបស់ខ្លួន
នេះពួកគេក៏ដឹងដែរថាគីរ៉ាគឺជាមនុស្សតែម្នាក់ប៉ុណ្ណោះដែលមានសមត្ថភាពខ្លាំងក្លាជាងគេអញ្ចឹងហើយប្រសិនបើត្រូវប៉ះគ្នាជាមួយនឹងស្ដេចបិសាចមែននោះគឺមិនអាចគ្មានវត្តមានរបស់គីរ៉ាបាននោះឡើយនិយាយចោលពួកគេក៏បានបដិញ្ញាចិត្តថានឹងធ្វើឲ្យខ្លួនឯងកាន់តែខ្លាំងសាច់រឿងក៏បានកាត់ឲ្យយើងឃើញអំពីអតីតកាលរបស់ Amelia ដែលនៅពេលមួយនោះនេះគឺកំពុងតែព្យាយាមរត់គេចចេញពីការតាមសម្លាប់របស់មនុស្សមួយក្រុមខណៈពេលនោះដែរក៏ស្រាប់តែមានអ្នកក្របរុញមួយបានបាញ់សម្ដៅមកកាន់នាងដែលបានធ្វើឲ្យនាងរងរបួសយ៉ាងខ្លាំងបន្តិចក្រោយមកយើងក៏បានដឹងថាអ្នកដែលនៅពីក្រោយខ្នងនៃការតាមសម្លាប់ទាំងអស់នោះគឺជាប្អូនស្រីបង្ការរបស់នាងដែលបានបញ្ជានៅកោសម្ព័ន្ធ L ទាំងអស់ឲ្យធ្វើការតាមសម្លាប់មកកាន់រូបនាងហើយនៅពេលដែលបានដឹងថាខ្លួនគឺបានដើរមកដល់ផ្លូវតច្រកក៏ដូចជាគ្មានឱកាសដើម្បីរស់ទៀតនោះនាងក៏បានប្រាប់ប្រាណធម្មពលចុងក្រោយរបស់នាងធ្វើការបន្ទោសនៅកន្លែងមួយនេះទម្លាក់ខ្លួនចោលទៅផ្នែកខាងក្រោមតែម្ដងតែជាសំណាងល្អនាងគឺមិនត្រូវបានស្លាប់នោះទេថែមទាំងអាចមានជីវិតចេញពីទីនោះបានថែមទៀតផងហើយរឿងរ៉ាវយ៉ាងណាមិញនាងក៏មិនបានដឹងអ្វីទៀតនោះដែរស្រាប់តែបានជួបគេនៅក្នុងដងចិនមួយនេះតែម្ដងអញ្ចឹងហើយប្រហែលជាត្រូវអរគុណទៅកាន់បិសាចស្លែងមួយនោះឯងដែលបាននាំយកនាងមកកាន់ទីនេះទៅបានជាធ្វើឲ្យនាងអាចជួបជាមួយនឹងគេបានបន្ទាប់ពីបាននិយាយនៅរឿងរ៉ាវគ្រប់សពបែបយ៉ាងប្រាប់ទៅកាន់អាគីរ៉ាហើយនោះគេគឺពិតជានៅទៅកាន់នាងយ៉ាងខ្លាំងដែលជាមួយនឹងគ្នានោះគេក៏បានប្រាប់អំពីអតីតកាលរបស់ខ្លួនទៅកាន់នាងវិញផងដែរដែលថាគេក៏មាននៅគ្រួសារក៏ដូចជាប្អូនស្រីដូចគ្នានៅក្នុងពិភពលោកមួយផ្សេងទៀតជាពិសេសគឺជាប្អូនស្រីរបស់ខ្លួនដែលជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់គេពួកគេគឺកំពុងរងចាំខ្លួនត្រឡប់ទៅវិញដូច្នេះហើយបើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយគេគឺនឹងបដិញ្ញាចិត្តថានឹងវិលត្រឡប់ទៅកាន់ពិភពលោករបស់ខ្លួនវិញឲ្យទាល់តែបាននិយាយចប់គេក៏បានផ្លាស់ប្ដូរទឹកមុខក៏ដូចជាបានសន្យាជាមួយនឹងរឿងមួយផងដែរថាមុនពេលដែលគេចាក់ចេញត្រឡប់ទៅកាន់ពិភពលោករបស់គេរឿងមួយដែលគេចាំបាច់ត្រូវតែធ្វើឲ្យបាននោះគឺត្រូវតែដឹងថាអ្នកណាជាអ្នកសម្លាប់មេតបរ៉ាន់និយាយបណ្ដាក៏បានស្រែកពោពេញទៅដោយកំហឹងរួមជាមួយនឹងធម្មពលនៃការចង់សងសឹកខ្លាំងមែនទែននេះគុំតែបានអាមេលីនាងគាត់តន់ទេគុំអីមិនដឹងថាទីនេះនឹងទៅជាយ៉ាងណានោះឡើយដែលបានឃើញស្ថានភាពប្រែជាតឹងតែងបែបនេះគេក៏បានផ្លាស់ប្ដូរបរិយាកាសតែបានមកស្ទាបបង្អើលទៅកាន់បិសាចឆ្មាដ៏គួរឲ្យស្រឡាញ់របស់គេទៅវិញនេះនិយាយទៅខ្ជូតមែនទែនកន្លែងហ្នឹងសូម្បីតែអាមេលីក៏នាងចំណែនដែររួចក៏បានគិតក្នុងចិត្តថាប្រសិនបើផ្លាស់ប្ដូរពីកូនឆ្មាមួយនេះទៅជានាងវិញមិនដឹងថាល្អយ៉ាងណាទេគិតអីក្នុងខ្លួនគិតអីក្នុងខ្លួនហារួចពីនោះច្រកទ្វារ teleport មួយក៏បានបើកឡើងដល់បែបនេះពួកគេក៏បានចាក់ចេញពីដងចិនមួយនេះត្រឡប់ទៅកាន់ផ្នែកខាងក្រៅវិញនៅពេលចេញមកដល់ផ្នែកខាងក្រៅភ្លាមរឿងទី1ដែលពួកគេមិននឹកស្មានដល់នោះគឺពួកគេបានឃើញនៅទស្សនវិជ្ជាមួយដែលគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនមានតែព្រៃឈើព័ទ្ធជុំវិញក៏ដូចជាដើមឈើដ៏ពិសិដ្ឋមួយដែលពួកគេគឺមិនដែលធ្លាប់បានឃើញពីមុនមកនោះទេក៏ប៉ុន្តែស្របពេលជាមួយនឹងគ្នានោះអាមេលីនាងគឺមិនបានគិតដូច្នោះទេភាពភ័យខ្លាចមួយក៏ចាប់ផ្ដើមកើតមានឡើងនៅក្នុងចិត្តរបស់នាងដែលហាក់ដូចជានាងបានដឹងនៅរឿងអ្វីម្យ៉ាងជាមួយនឹងគ្នានោះគេក៏បានប្រាប់ឲ្យយើងបានដឹងដូចគ្នាថាតំបន់ដែលពួកគេកំពុងតែស្ថិតនៅក៏ដូចជាតំបន់នៃដើមឈើពិសិដ្ឋមួយនេះវាគឺជាទឹកដីរបស់ពូជសាស L ដែលបែបនេះហើយទៅបានជាធ្វើឲ្យអាមេលីហ្នឹងនាងគឺពិតជាមានការតក់ស្លុតខ្លាំងមែនទែន teleport ទៅណាមិនទៅបែរជាត្រឡប់មកកាន់ទឹកដីរបស់ខ្លួនទៅវិញដែលជាទឹកដីមួយដែលមានគ្រោះថ្នាក់ខ្លាំងមែនទែនចំពោះវត្តមានរបស់នាងអញ្ចឹងហើយនៅពេលដែលបានមកដល់ទីនេះភ្លាមនាងគឺមិនមានចិត្តសប្បាយរីករាយដូចជាពួកគេនោះទេនិយាយមិនទាន់ចប់ស្រួលបួផងនោះក៏ស្រាប់តែមាននរណាម្នាក់បានបើកការវាយប្រហារមកកាន់ពួកគេតែក៏ត្រូវបានអាគីរ៉ាក៏សម្គាល់នឹងមុនរួចក៏បានប្រើប្រាស់នៅល្បឿនរបស់ខ្លួនស្ទុះយ៉ាងលឿនទៅដល់ពីក្រោយខ្នងរបស់គេនិងបានគំរាមទៅកាន់គេថាប្រសិនបើឯងមិនចង់ឲ្យក្បាលរបស់ឯងធ្លាក់ចេញពីក្បាលនោះទេនៅឲ្យស្ងៀមនិយាយមែនកន្លែងហ្នឹងតួផុសផុនយើងខូលខ្លាំងមែនតើអាប៉ែម្នាក់ហ្នឹងនៅឡើយស្ងៀមអត់ហ៊ានកម្រើកសំបីបន្តិចបន្ទាប់ពីត្រូវគេចាប់បានវាក៏បានសារភាពតាមត្រង់ថាមូលហេតុដែលវាមកទីនេះហ្នឹងក៏គ្រាន់តែចង់ដឹងអំពីធម្មពលអ្វីម្យ៉ាងដែលបានលេចឡើងនៅទីនេះតែអ្វីដែលគេមិននឹកស្មានដល់នោះនៅពេលដែលបានមកដល់បែរជាបានជួបជាមួយនឹងព្រះនាងតូចនៃនគរពូជសាស L ទៅវិញវាគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែននាងគឺប្រញាប់រត់ទៅប្រសិនបើមិនចង់ស្លាប់ទេនោះនិយាយបានតែប៉ុណ្នេះគេក៏បានសន្លប់បាត់ទៅក្រោមដៃរបស់តួប្រុសយើងដែលគេក៏បាននិយាយផងដែរហើយខ្ញុំមិនចូលចិត្តមនុស្សណាដែលនិយាយអ្វីដែលខ្ញុំមិនបានសួរនោះទេមើលតែដូចជានិយាយច្រើនពេកហើយអញ្ចឹងដេកឲ្យស្ងប់ទៅបន្ទាប់ពីចាត់ការរួចរាល់ហើយហ្នឹងពួកគេក៏បំរុងនឹងចាក់ចេញពីទីនេះក៏ប៉ុន្តែមើលទៅដូចជាយឺតពេកបាត់ទៅហើយភ្លាមៗនឹងដែរកងទ័ពនៃពូជសាស L ជាច្រើនក៏បានធ្វើការឡោមព័ទ្ធមកកាន់ពួកគេរួមជាមួយនឹងវត្តមានរបស់ប្អូនស្រីតែម្នាក់គត់របស់នាងក៏បានបង្ហាញខ្លួនឡើងដូចគ្នាហើយនាងក៏បាននិយាយទៅកាន់ពួកគេថាខានជួបគ្នាយូរហើយខ្ញុំគឺពិតជានឹកនាងខ្លាំងណាស់ Amelia
នឹងឯសេរបស់យើងត្រូវបានបញ្ចប់ត្រឹមនេះចឹងបើចង់ដឹងថាសេបន្ទាប់ពួកគេនឹងត្រូវបាក់គ្នាជាមួយនឹងកងទ័ពនៃពូជសាអែលយ៉ាងណាខ្លះនោះពួកយើងមានតែត្រូវរងចាំនៅសេបន្ទាប់នៅសប្តាហ៍ក្រោយហើយសូមបញ្ជាក់សាច់រឿងគឺមួយអាទិត្យគេចេញតែមួយភាគប៉ុណ្ណោះចឹងហើយខ្ញុំប្រហែលជាត្រូវហៅរឿងថ្មីៗឲ្យអ្នកគ្នាមើលជាបន្តបន្ទាប់ហើយកុំឲ្យថាស្ងាត់ channel អីពេកចឹងណាហើយបើសិនអ្នកគ្នាដឹងថាមានរឿងអីល្អមើលហើយចេញថ្មីៗនឹងចង់ឲ្យខ្ញុំសម្រាយហ្នឹងអ្នកគ្នាក៏មិននៅខាងខមមកបើសិនបើវាល្អមើលហើយត្រូវជាមួយនឹងអីដែលគ្នាយើងចូលចិត្តទៀតនោះខ្ញុំដឹងតែសម្រាយហើយមួយវិញទៀតនេះគឺជា channel Telegram របស់ខ្ញុំដូចបានប្រាប់ច្រើនដងចឹងអ្នកគ្នាអាចចូលបានបើសិនបើមានព័ត៌មានអីថ្មីៗខ្ញុំនឹងផុសប្រាប់នៅក្នុង channel Telegram រីឯមួយនេះវិញគឺជា QR code របស់ខ្ញុំសម្រាប់អ្នកដែលចូលចិត្តក៏ដូចជាចង់គាំទ្រខ្ញុំជាថ្លៃទឹកតែជាថ្លៃអីបន្ថែមទៀតហ្នឹងអ្នកគ្នាអាច scan QR code មួយនេះបានខ្ញុំគឺពិតជាអរគុណអ្នកគ្នាខ្លាំងមែនតើហ្នឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេជូនពរអ្នកគ្នាកាត់ចិត្តឈប់ស្រឡាញ់គេម្នាក់ឯងតទៀតបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ